សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីមេរៀនដំបូងរបស់មេរៀន Cisco ជាជាមួយដំបូងមេរៀន Cisco ហ្នឹងដែលខ្ញុំចង់បង្ហាញហ្នឹងគឺទាក់ទងទៅនឹង Navigate iOS ហើយចំណុចនៃ iOS ហ្នឹងគឺខ្ញុំសិក្សាអំពី Basic Connection Access CLI and Explore Apps មួយទី2គឺ Explore EC Mode ទី3គឺ set clock វាកំណត់ម៉ោងការកំណត់នៅ EXEC mode ការផ្សំនៅ connection របៀបដោយយើងប្រើនៅ icon ទាំងអស់នេះហើយនឹងការសាកសួរទៅនឹងសំណួរទាក់ទងនឹងចម្ងល់ដំបូងគឺខ្ញុំយក router មួយមកខ្ញុំចាប់ផ្ដើមយក PC មួយខ្ញុំចាប់ផ្ដើមភ្ជាប់ PC មក router ដោយខ្សែ connection ហ្នឹងគឺខ្ញុំយកខ្សែ control ពីកុំព្យូទ័រគឺយើងយក LOS 232ចូលទៅ router គឺខ្ញុំយកជា control បន្ទាប់មកចាប់ផ្ដើមចូលទៅកំណត់នៅ desktop ចូលកំណត់នៅ desktop ចូលទៅ terminal អូខេមកគឺសួរថា continue with configuration dialog یا no ឆ្លើយ no សិន no នៅក្នុងចំណុចនេះចូលមកដល់ពាក្យ explore app ឥឡូវ basic connection យើងធ្វើហើយយើងឈានដល់ម៉ាក explore app ហ្នឹងគឺទាក់ទងទៅនឹងការឆ្ងល់ឬការសរសេរ command ណាមួយដែលយើងឆ្ងល់ថា command នេះវាមានតួនាទីធ្វើអី command នេះវាមានតួនាទីធ្វើអីឧទាហរណ៍ខ្ញុំចុចវាជាអក្សរ T នៅពេលដែលខ្ញុំចុចសញ្ញាសួរវានឹងចេញមកជា telnet terminal and subgroup ហើយបើសិនជាខ្ញុំចុចអក្សរ TE ហើយខ្ញុំចុចសញ្ញាសួរសម្រាប់វាចេញ telnet terminal ហើយចំណុចទាំងអស់នេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅមេរៀនបន្តទៀតអញ្ចឹងឧទាហរណ៍ជា enable មួយទៀតហើយខ្ញុំចុចសញ្ញាសួរឃើញទេវាចេញមកពី enable គឺវាច្រើនមិនមែនមានតែពាក្យប៉ុណ្្នឹងទេឥឡូវខ្ញុំចូលទៅខ្ញុំបញ្ចប់នៅ explore app ខ្ញុំឈានចូលទៅដល់ការផ្លាស់ប្ដូរនៅរៀនស្វែងយល់អំពី EXEC mode EXEC mode ហ្នឹងគឺការswitch នៅ user mode របស់យើងការផ្លាស់ប្ដូរពីសញ្ញានេះជាសញ្ញាសាបផ្សាយដើម្បីកំណត់ដល់កំណត់កុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំបានផ្លាស់ប្ដូរហើយនេះហើយគឺជាចំណុចដែលគេហៅថា EXEC mode បាទបន្ទាប់មកទៅដល់ការកំណត់ម៉ោងយើងដឹងថាមេរៀន Cisco របស់យើងដំបូងគឺយើងត្រូវសិក្សាស្វែងយល់អំពីរបៀប connection សិនហើយមុននឹងយើងឈានទៅដល់ការសរសេរ command យើងត្រូវកំណត់ម៉ោងថ្ងៃខែឆ្នាំចូលទៅក្នុង Cisco ព្រោះវាចាំបាច់ណាស់ក្នុងការកំណត់ចូលព្រោះយើងត្រូវការធានាលេខខ្ញុំដាក់សរសេរមក clock ខ្ញុំសញ្ញា question mark ឃើញទេវាចេញសញ្ញា clock shift ត្រូវហើយមកយ៉ា clock shift អូសុំទោសខ្ញុំសូ clock សិនមិនមានទេនេះគេដាក់តែម៉ោងយើងរត់ត្រូវទេម៉ោង0ម៉ោង1ណា3នាទីទីវិនាទីថ្ងៃខែ3 1993ខ្ញុំចាប់ផ្ដើមកំណត់ clock ដាក់មកម៉ោង7 3នាទី00វិនាទីកំណត់ហើយដាក់ថ្ងៃខែថ្ងៃទី30 3 2017ហើយនេះមកខ្ញុំពេលដែលខ្ញុំកំណត់ហើយខ្ញុំចាប់ដើមចូលមើលថាតើខ្ញុំកំណត់នេះបានមែនឬអត់ខ្ញុំស្គាល់រ៉ាន់មកយ៉ាសូ clock
នេះម៉ោង 7:13 នាទីថ្ងៃ30 ខែ 3 ឆ្នាំ 2017 ជាមួយមើលនេះមកនេះត្រូវគ្នាហើយអូខ្ញុំច្រឡំនេះគឺជាខែ 3 ថ្ងៃទី 30 ខែ 3 ឥឡូវខ្ញុំចាប់ឡើងដល់ដល់ទៀតក្នុងទៀត 7 14 0 30 ម៉ាចសូរ៉ាន់ដងសូប្លុកនេះtrờiថ្ងៃនេះគឺជាថ្ងៃរហ័សអូខេបាទអរគុណច្រើន